យកឲ្យបងបងកាមេរ៉ាគូតាមផងយកមកនិយាយទៅពីបងជួយតាមជួយលេងទៅទៅលេងខ្ញុំទៅជួយតែរក3ហើយខ្ញុំលើកពី3 4 ដើម្បីកុំឲ្យខាត់ពេលនេះគៀវកាត់រំប្រហែលលោកគ្រូសុគាសូមអញ្ជើញរួមកំសាន្តនៅចង្វាក់ប្រពៃណីជាតិគឺបទរំវងចំណងប្រិមត្តពុកម៉ែបងប្អូនទាំងគ្នាបានបន្ទាប់ពីធ្វើការថតបាទជាខណៈនេះគឺថ្ងៃត្រង់គឺដល់ពេលញ៉ាំបាយល្មមបាទខាងវត្តស្វាយជ្រុំក៏មានការរៀបចំអាហារសម្រាប់ទទួលសិល្បករសិល្បករនេះក៏ដូចជាបងប្អូនដែលអញ្ជើញមកចូលរួមថតនៅក្នុងកម្មវិធីថ្ងៃទី1នេះផងដែរបាទបាទអញ្ចឹងដល់ពេលដែលយើងត្រូវញ៉ាំបាយជុំគ្នាហើយបាទគឺអាហារសាមគ្គីបាទហើយគឺសិតតែពុកម៉ែបងប្អូនដែលជាសិល្បករសិល្បករនេះចូលរួមអស់គ្នាសិតតែអ្នកម្ដាយខាងសិល្បករសិល្បករនេះហើយអាហារមានការចូលរួមច្រើនមែនតើចូលរួមច្រើនមែនតើហើយនិយាយទៅអាហារដែលលោកទទួលចាខាងវិធីកោវិធីការនេះយើងក៏ដូចជាបងប្អូនហើយក៏ដូចជាលោកអាជ្ញាធរចាគណៈដឹកនាំក៏ចូលរួមជាមួយគ្នាដែរបាទនិយាយទៅគឺមានការចូលរួមគឺគ្រប់ជាន់ថ្នាក់តែម្ដងគឺគ្រប់ចាអភិបាលគេហៅថាក្រុងអភិបាលខណ្ឌដូចជាថ្នាក់ដឹកនាំខណ្ឌក៏ដូចជាភូមិឃុំផងដែរបាទហើយក្រៅពីនោះក៏មានមិត្តភ័ក្តិសិល្បករសិល្បករនេះម៉ែប៉ាចូលរួមច្រើនមែនតើព្រឹកនេះបាទនៅវីដេអូបន្តទៀតយើងនឹងបង្ហាញជាមួយនឹងទស្សនវិជ្ជាក៏ដូចជាព្រឹត្តិការណ៍ផ្សេងវីដេអូខ្លីៗក្នុងកម្មវិធីថតសង្ក្រាន្តសម្រាប់ចាក់ផ្សាយនៅក្នុងទូរទស្សន៍ជាតិកម្ពុជារបស់យើងផងដែរបាទសម្រាប់ចូលឆ្នាំថ្មីគឺថ្ងៃទី14ថ្ងៃទី15ថ្ងៃទី16ចា